សួស្តីបងប្អូននិងមិត្តភ័ក្តិអ្នកស្ដាប់ podcast ប្របន្ទូលលើកទឹកចិត្តជាទីស្រឡាញ់របស់គ្នាសូមស្វាគមន៍យ៉ាងកក់ក្ដៅមកកាន់ភាគថ្មីមួយទៀតនៃកម្មវិធីរបស់យើងដែលយើងនឹងបន្តស្វែងយល់ពីប្របន្ទូលដ៏មានអំណាចរបស់ព្រះជាម្ចាស់ដើម្បីជាការលើកទឹកចិត្តនិងបំផុសគំនិតដល់ជីវិតយើងរាល់គ្នាថ្ងៃនេះយើងនឹងមកពិចារណាជាមួយគ្នាអំពីប្រធានបទដ៏សំខាន់មួយទៀតដែលបង្ហាញពីស្នូលនៃសេចក្តីជំនឿគ្រីស្ទាននិងនាំមកនូវអត្ថន័យពិតប្រាកដដល់ជីវិតនោះគឺការបម្រើនៅពេលដែលយើងនិយាយពាក្យថាការបម្រើជារឿយៗយើងនឹងនឹកឃើញដល់ការងារជាអ្នកបម្រើឬការងារអ្វីមួយដែលធ្វើដើម្បីនរណាម្នាក់ប៉ុន្តែនៅក្នុងបរិបទព្រះគម្ពីរការបម្រើមានអត្ថន័យជ្រាលជ្រៅជាងនេះទៅទៀតវាគឺជាទង្វើនៃការលះបង់ខ្លួនឯងដោយស្ម័គ្រចិត្តដើម្បីបំពេញតម្រូវការរបស់អ្នកដទៃដោយមិនគិតអំពីផលប្រយោជន៍របស់ខ្លួនផ្ទាល់វាគឺជាការបង្ហាញសេចក្តីស្រឡាញ់ដោយការប្រព្រឹត្តព្រះយេស៊ូវគ្រីស្ទផ្ទាល់គឺជាគំរូដ៏ល្អឥតខ្ចោះនៃការបម្រើទ្រង់មិនបានយាងមកផែនដីនេះដើម្បីឲ្យគេបម្រើទ្រង់ទេប៉ុន្តែទ្រង់មកដើម្បីបម្រើគេហើយថែមទាំងបានលះបង់ព្រះជន្មទ្រង់ដើម្បីមនុស្សលោកទៀតផងតាមរយៈព្រះគម្ពីរម៉ាកុសជំពូក10ខ45ការបម្រើមិនមែនគ្រាន់តែជាកិច្ចការធំដុំប៉ុណ្ណោះទេប៉ុន្តែវាអាចជាសកម្មភាពតូចតាចដែលធ្វើឡើងដោយចិត្តស្រឡាញ់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ពោពេញទៅដោយការលើកទឹកចិត្តឲ្យយើងបម្រើគ្នាទៅវិញទៅមកសូមយើងពិចារណានៅខគម្ពីរមួយចំនួនដែលទាក់ទងនឹងការបម្រើដូចជាព្រះគម្ពីរកាឡាទីជំពូក5ខ13បានចែងថាចូលបម្រើគ្នាទៅវិញទៅមកដោយសេចក្តីស្រឡាញ់នេះបង្ហាញយ៉ាងច្បាស់ថាសេចក្តីស្រឡាញ់ពិតប្រាកដជាត្រូវការបង្ហាញតាមរយៈការបម្រើបើគ្មានការបម្រើទេសេចក្តីស្រឡាញ់គ្រាន់តែជាពាក្យសម្ដីតែប៉ុណ្ណោះយ៉ាងទៀតនៅព្រះគម្ពីរម៉ាថាយជំពូក25ខ40ព្រះយេស៊ូវបានមានបន្ទូលយ៉ាងមានអំណាចថាយើងប្រាប់អ្នករាល់គ្នាជាប្រកាសថាកាលណាអ្នករាល់គ្នាធ្វើការនេះដល់អ្នកណាម្នាក់ក្នុងចំណោមបងប្អូនយើងដែលតូចជាងគេបំផុតនោះគឺបានធ្វើដល់យើងហើយនេះមានន័យថានៅពេលដែលយើងបម្រើមនុស្សដែលតូចតាចបំផុតគ្មាននរណាម្នាក់យកចិត្តទុកដាក់ចំពោះគាត់នោះយើងកំពុងតែបម្រើដល់ព្រះយេស៊ូវគ្រីស្ទផ្ទាល់ការបម្រើមិនមែនគ្រាន់តែជាកាតព្វកិច្ចតែប៉ុណ្ណោះទេតែជាសិទ្ធិអំណាចមួយក្នុងការបង្ហាញសេចក្តីស្រឡាញ់របស់ព្រះតាមរយៈជីវិតរបស់យើងដើម្បីឲ្យយើងមើលឃើញកាន់តែច្បាស់ពីអំណាចនៃការបម្រើខ្ញុំសូមលើកឧទាហរណ៍ដ៏ល្បីល្បាញមួយក្នុងជីវិតពិតនោះគឺ Mother Teresa លោកស្រីត្រូវបានគេស្គាល់ថាជាដូនជីកាតូលិកដ៏ឆ្នើមម្នាក់ដែលបានលះបង់ពេញមួយជីវិតរបស់លោកស្រីដើម្បីអ្នកក្រីក្រអ្នកឈឺនិងអ្នកដែលត្រូវគេបោះបង់ចោលនៅទីក្រុងកាល់គូតាប្រទេសឥណ្ឌាអ្នកម្ដាយ Teresa មិនបានកាត់មកជាអ្នកមានអំណាចឬទ្រព្យសម្បត្តិច្រើននោះទេលោកស្រីជាដូនជីសាមញ្ញម្នាក់ដែលបានឬការត្រាស់ហៅរបស់ព្រះឲ្យទៅបម្រើមនុស្សដែលក្រីក្របំផុតលោកស្រីបានចាប់ផ្ដើមដោយសេចក្តីជំនឿនិងសេចក្តីស្រឡាញ់ដ៏បរិសុទ្ធលោកស្រីបានមើលឃើញព្រះយេស៊ូវគ្រីស្ទនៅក្នុងមុខអ្នកជំងឺមុខអ្នកស្លាប់អ្នកអត់ឃ្លាននិងអ្នកដែលគ្មាននរណាចង់រាប់រកលោកស្រីបានបង្កើតអង្គការ Missionary of Charity ដែលបានរីកសាយភាយទៅទូទាំងពិភពលោកបម្រើដល់មនុស្សរាប់លាននាក់លោកស្រីបានបង្រៀនយើងថាការបម្រើមិនមែនជាកិច្ចការធំនោះទេតែជាការធ្វើកិច្ចការតូចៗដោយសេចក្តីស្រឡាញ់ដ៏ធំធេងលោកស្រីបានទទួលពានរង្វាន់ Nobel សន្តិភាពនៅឆ្នាំ1979ប៉ុន្តែសម្រាប់លោកស្រីការទទួលស្គាល់ដ៏ធំបំផុតគឺការបម្រើព្រះយេស៊ូវគ្រីស្ទតាមរយៈការបម្រើមនុស្សតូចតាចបំផុតជីវិតរបស់លោកស្រីគឺជាទីបន្ទាល់ដ៏រស់រវើកនៃអំណាចនៃការបម្រើដោយមិនគិតអំពីខ្លួនឯងដូច្នេះតើយើងអាចអនុវត្តការបម្រើនៅក្នុងជីវិតប្រចាំថ្ងៃយើងបានយ៉ាងដូចម្តេចទី1អាចចាប់ផ្ដើមពីកន្លែងដែលអ្នកនៅអ្នកមិនចាំបាច់ទៅដល់ប្រទេសឥណ្ឌាដូចជា Mother Teresa នោះទេការបម្រើអាចចាប់ផ្ដើមពីក្នុងក្រុមគ្រួសាររបស់អ្នកជាមួយអ្នកជិតខាងមិត្តភ័ក្តិឬមនុស្សដែលនៅក្នុងសហគមន៍របស់អ្នកតើមាននរណាម្នាក់ដែលអ្នកអាចជួយបានតើមានអ្វីតូចតាចដែលអ្នកអាចធ្វើដើម្បីបង្ហាញសេចក្តីស្រឡាញ់បានទេឧទាហរណ៍ការជួយការងារផ្ទះរបស់ពុកម្ដាយការបង្រៀនបងប្អូនការផ្ដល់អាហារដល់អ្នកដែលក្រីក្រឬក៏ការដែលប្រឹក្សាផ្ដល់យោបល់ទៅកាន់មិត្តភ័ក្តិរបស់យើងឲ្យដើរតាមផ្លូវល្អទី2បម្រើដោយចិត្តស្មោះការបម្រើពិតប្រាកដមិនស្វែងរកការសរសើរការទទួលស្គាល់ឬផលប្រយោជន៍ផ្ទាល់ខ្លួនទេវាចេញពីបេះដូងដែលពោរពេញទៅដោយសេចក្តីស្រឡាញ់និងការលះបង់ចូលចាំថាការបម្រើដែលយើងធ្វើចំពោះអ្នកតូចតាចបំផុតគឺយើងបានធ្វើចំពោះព្រះយេស៊ូវផ្ទាល់ដូចគ្នាដែរទី3បម្រើដោយភាពអត់ធ្មត់និងសប្បុរសការបម្រើជួនកាលអាចមានការលំបាកឬប្រឈមនឹងការតស៊ូមនុស្សដែលយើងបម្រើអាចនឹងមិនដឹងគុណឬអាចធ្វើឲ្យយើងខកចិត្តប៉ុន្តែសេចក្តីស្រឡាញ់ដែលបម្រើ
គឺមានចិត្តអត់ធ្មត់និងសប្បុរសជានិច្ចដោយដែលយើងបានរៀនពីប្រធានបទក្តីស្រឡាញ់កាលពីពេលមុនទី4បន្តបម្រើការបម្រើមិនមែនជាការប្រព្រឹត្តតែមួយដងនោះទេតែជារបៀបរស់នៅសូមបន្តឲ្យឱកាសដើម្បីបម្រើអ្នកដទៃមានជានិច្ចសម្រាប់អ្នករាល់គ្នាមិនថាវាជាកិច្ចការតូចតាចប៉ុណ្ណានោះទេកិច្ចការតូចៗជាច្រើនដែលធ្វើដោយសេចក្តីស្រឡាញ់ដ៏ធំធេងអាចបង្កើតភាពខុសប្លែកដ៏ធំធេងបានដែរបងប្អូនជាទីស្រឡាញ់សូមឲ្យយើងម្នាក់ៗក្លាយជាដៃជើងរបស់ព្រះជាម្ចាស់នៅលើផែនដីនេះសូមឲ្យយើងបង្ហាញពីក្តីស្រឡាញ់របស់ទ្រង់តាមរយៈការបម្រើគ្នាទៅវិញទៅមកនៅពេលដែលយើងបម្រើនោះយើងនឹងរកឃើញអត្ថន័យពិតប្រាកដនៃជីវិតហើយយើងនឹងទទួលបាននូវសេចក្តីអំណរនិងសន្តិភាពដែលហួសពីការយល់ដឹងរបស់យើងសូមឲ្យខគម្ពីរកាឡាទីចំពុក5ខ13និងម៉ាថាយចំពុក25ខ40នៅជាប់ក្នុងចិត្តបងប្អូនជានិច្ចហើយសូមឲ្យបងប្អូនខ្លាចជាអ្នកបម្រើព្រះដ៏ស្មោះត្រង់ខ្ញុំសង្ឃឹមថាព្រះបន្ទូលនេះបានផ្ដល់កម្លាំងចិត្តនិងបំផុសគំនិតដល់បងប្អូនគ្រប់គ្នាសម្រាប់ពេលក្រោយយើងនឹងពិចារណាអំពីប្រធានបទមួយទៀតដ៏មានអត្ថន័យសូមរងចាំតាមដានស្ដាប់ទាំងអស់គ្នាសូមអរគុណសម្រាប់ការស្ដាប់សូមព្រះប្រទានពរដល់បងប្អូនគ្រប់ក្រុមគ្រួសារ